បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនអំពូមីងបាទនៅក្នុង channel រឿងនិទានខ្មែរទីធូនរឿងនិទានខ្មែរបាទថ្ងៃនេះដែរបាទ admin បាននៅពំនាំបាទសាច់រឿងថ្មីមួយបាទមកចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាបាទរីរីសម្ដាប់ណាបងប្អូនបាទហើយមុននឹងឈានទៅដល់សាច់រឿងនិទានបាទខ្ញុំបាទ admin ក៏សូមបាទสนมปอបងប្អូនបាទជួយចុចបាទជាវឬក៏ចុច subscribe បាទឬក៏ចុចសញ្ញារូបកណ្ដឹងណាដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមពី admin នៅក្នុងបាទ channel ទីធូននិទានរឿងខ្មែរបាទហើយបើសិនជាបងប្អូនបាទមានសាច់រឿងថ្មីក៏មានអ្វីដែលថ្មីចង់ចែករំលែកមកកាន់ admin បងប្អូនអាច comment នៅខាងក្រោមបាទ comment នៅខាងក្រោមវីដេអូទៅដើម្បី admin បាទយករឿងមកនិយាយបើគឺចង់រឿងបែបម៉េចក៏បានដែរមានទទួលទាំងអស់បាទមិននេះទេបាទឲ្យតែបងប្អូនពេញចិត្តបាទតោះឥឡូវកុំឲ្យខាត់ពេលវេលាយូរយើងឈានទៅដល់បាទនិយាយរឿងសាច់រឿងនិទានតែម្ដងទៅបាទពីដំបូងឡើយផ្ដើមពីបាទយុវជនម្នាក់បាទឈ្មោះដារិតបាទឈ្មោះដារិតដារិតបាទគឺអត្តចរិតជាក្មេងម្នាក់ដែលមានការតស៊ូព្យាយាមបាទអត់ធ្មត់ពុះពៀរកគ្រប់ឧបសគ្គបាទដារិតគឺជាក្មេងកំព្រាឪពុកម្ដាយបាទតាំងតែពីទូចបាទសពថ្ងៃហ្នឹងរស់នៅជាមួយជីដូនបាទឪពុកម្ដាយបានចែកឋានស្លាប់ទៅណាបងប្អូនបាទដោយគ្រោះថ្នាក់ចរាចរណ៍បាទដោយកាលនោះពុករបស់ដារិតហ្នឹងបាទបានទៅរកស៊ីបាទធ្វើកម្មករសំណង់បាទពុកម្ដាយរបស់ដារិតហ្នឹងណាបាទប្តីជាអ្នកបាទអ្នករៀបអិតបាទរៀបអិតតាមកសិដ្ឋានតាមចង់និយាយថាតាមការដ្ឋានហ្នឹងណាបងប្អូនតាមការដ្ឋានដែលតកែគេម៉ៅអញ្ចឹងណាបងប្អូនបាទហើយប្រពន្ធនេះអ្នកជូនអិតបាទនៅថ្ងៃនោះមួយហ្នឹងក៏ការវិលត្រឡប់មកវិញហ្នឹងការធ្វើដំណើរតាមផ្លូវហ្នឹងក៏បានជួបអ្នកចរាចរណ៍ហើយក៏បានបាទស្លាប់ទាំងពីអ្នកប្តីប្រពន្ធទៅទុកអរិទ្ធចោលតាំងពីអាយុនៅ6ឆ្នាំម្លេះបាទហើយដារិតបាទសពថ្ងៃហ្នឹងគាត់មានអាយុ15ឆ្នាំទៅហើយបាទរស់នៅជាមួយនឹងជីដូនជាមួយនឹងជីតាដែលមានបច្ចុប្បន្នជីដូនហ្នឹងមានអាយុ85ហើយនៅជីតាហ្នឹងមានអាយុ9ជាងហើយប៉ុន្តែបាទនៅផ្ទះហ្នឹងគឺគាត់ចាស់ជរាមែនតែនហើយណាបងប្អូនបាទហើយដារិតมันមានបងប្អូនទេគឺកូនតូលបាទនៅក្នុងតកោគ្រួសាររបស់ពុកម្ដាយបានចែកឋានទៅហ្នឹងបាទហើយដារិតបាទជាក្មេងម្នាក់ដែលតស៊ូព្យាយាមមែនតើបងប្អូនបាទគាត់បាទក្រោកពីព្រឹកបាទក្រោកពីព្រឹកហ្នឹងទៅគាត់ដាំបាយបបរអីចឹងដើម្បីឲ្យយាយភាសាបបរភាសាបាយពីព្រឹកចឹងណាបងប្អូនរៀងតាមភាសាបាយភាសាបបរពីព្រឹកហ្នឹងទៅហើយពេលចន្លោះម៉ោង5និងម៉ោង6ហ្នឹងគាត់ដឹកគោដល់កបីហ្នឹងទៅចងនៅវាស្រែងទៅកន្លែងណាគាត់លៃញៀងកន្លែងណាស្មៅមិនល្មមហ្នឹងទៅគាត់ចងបាទមកព្រឹកហ្នឹងទៅចងចោលមើលឃ្លៀកគ្នាហ្នឹងទៅគាត់អត់ស្រែកចេញទេដោយសារគាត់ទៅរៀនអញ្ចឹងណាបងប្អូនបាទគាត់ត្រូវទៅរៀនគាត់ចងចោលនៅក្រោមអញ្ចឹងទៅហើយមានតាពាំងមិនអីចឹងគាត់សន្មត់មិនមកគិតថាមកព្រឹកហ្នឹងបើសិនជាគាត់មកពីរៀនហ្នឹងឲ្យកូនឆ្អែតអីអញ្ចឹងណាបងប្អូនបាទពោះខ្លាចទៅស៊ីដំណាំស្រូវគេចិត្តខាងបាទហើយគាត់ចងគោចងអីហើយហ្នឹងបានស្លៀកពាក់មួយទឹកមួយអីទៅរៀនហើយគាត់កំសត់ហ្នឹងបងប្អូនគាត់ទៅរៀនកៅអៅគេស្លៀកពាក់បាទអត់មានទេកៅអៅមួយកំ pl ហ្នឹងបាទហើយមានបានក្រីក្រហ្នឹងនៅពេលដែលថ្ងៃគេបើកបានក្រីក្រហ្នឹងសំលុយហ្នឹងឲ្យហ៊ានចាយទេបានសំលុយទិញសភៅទិញថ្នាំសង្កូវលុយយាយឈឺស្ងាត់គាត់កតញ្ញូហើយគាត់នៅមួយយាយហ្នឹងដោយសារតែយាយហ្នឹងជាកូនតូលដែរគាត់មានកូនតូលដែលម្ដាយនរិទ្ធណាបាទទៅជាម្ដាយនរិទ្ធណាបាទទៅជាម្ដាយនរិទ្ធហ្នឹងទៅម្ដាយនរិទ្ធហ្នឹងកូនតូលរបស់យាយតាហ្នឹងបាទកូនតូលដូចគ្នាបាទមានថាមូលហេតុអីដែរបាទកូនតូលបតរហូតចឹងទៅបាទគាត់ព្យាយាមតស៊ូនៅថ្ងៃដែលគេបើលុយបានក្រីក្រទៅគាត់តែនឹងសំបាទសំដាក់តបត្បៀតឲ្យហ៊ានចាយទេដាស់ទេបាយវាខ្ចប់
ទៅរៀនទេដាក់ថងយកទៅរៀនទេហើយបានថៃបានអីដែរនោះដាក់ស្ទូចដាក់បកាយហ្នឹងទៅក៏វេះងៀតប្រឡាក់ដាក់អាំងទៅបាទយកទៅរៀនបាទហ៊ានទិញបាយពីស្រុកខាងក្រៅទេហើយដល់រិទ្ធហ្នឹងមានមិត្តភក្តិម្នាក់បាទនៅក្នុងសាលារៀនហ្នឹងមានតែម្នាក់ទេដោយសារតែកូនគេអ្នកមានអីហ្នឹងហ៊ានដើរមួយកូនគេទេប៉ុន្តែមានម្នាក់ទៀតនោះគឺស្ថានភាពហ្នឹងគឺមិនមានណាទេក៏មានមកគូផ្សំជាមួយដល់រិទ្ធដែរទេគាត់ថាគេស្រឡាញ់រាប់អានគ្នាមិត្តនឹងមិត្តអញ្ចឹងណាបាទដើរជាមួយនរិទ្ធហ្នឹងទៅអត់ដែលបានទៅនេះមួយគេទេហើយនរិទ្ធទៅរៀនអត់ដែលតន់ម៉ោងទេបាទគាត់ដែលតន់ម៉ោងដោយសារតែព្រលឹមឡើងត្រូវងើបមកបបរឬក៏ដាំបាយអញ្ចឹងបាទជូននិយាយភាសាជូននិយាយហូបហ្នឹងទៅបញ្ចុកអីហ្នឹងទៅហើយថ្ងៃព្រលឹមម៉ោង6ម៉ោងជាងហ្នឹងគាត់ដឹកគោលអីទៅស្រែងទៅពេលខ្លះហ្នឹងគាត់ឆ្លៀកពាក់កៅអៅទៅរៀនហើយហ្នឹងទៅគាត់យកគោយកអីទៅចងបដាយហ្នឹងគាត់ទៅហួសទៅរៀនហ្នឹងទៅបាទជីវិតគាត់តស៊ូបងប្អូនគាត់ចេញមកពីរៀនវិញគាត់ទៅផ្លាស់គោពេលខ្លះគាត់ចេញមកលេងអីគាត់ទៅផ្លាស់គោមកចំណងទៅបងពីសាលារៀនហើយនឹងផ្ទះគាត់ហ្នឹងគឺមិនឆ្ងាយគ្នាប្រហែលទេកន្លែងគាត់ចងគោគឺមិនឆ្ងាយប្រហែលទេគាត់ចងនៅក្នុងភូមិក្រោយផ្ទះអីចឹងទៅណាបងប្អូនបាទគាត់ពីចេញពីរៀនហ្នឹងគាត់ទៅចងគោគាត់ផ្លាស់គោមកកន្លែងហ្នឹងទៅពេលខ្លះគាត់មកអើនិយាយអើនេះខ្លាចគីឡូឈឺស្កាត់អីចេញចោះទៅបាទហើយផ្ទះនៅផ្ទះខ្ទមទូចទេបងប្អូនគាត់មានផ្ទះធំដុំដូចគេនៅទេនៅផ្ទះខ្ទមទូចប្រក់ស្លឹកទេហើយបានចៃដល់នៅថ្ងៃមួយហ្នឹងបានខាងកាកបាទក្រហមអីក៏ខាងនេះហ្នឹងបានទៅធ្វើដំណើរផ្ទះអីហ្នឹងទៅបាទធ្វើកន្លែងទីកន្លែងមើលផ្ទះអីហ្នឹងណាបងប្អូនធ្វើឲ្យទៅបានផ្ទះទូចមួយនៅហ្នឹងទៅបាទជោគធំនេះណោះហើយបានក្រីក្របានអីហ្នឹងបើមកបានលុយប្រហែល10000ហ្នឹងសុំទុកខ្លួនឯងហ៊ានចាយទេទុកទិញឆ្នាំសិកៅទុកទិញឆ្នាំឲ្យយាយទុកទិញអ្វីផ្សេងដែលខ្លួនឯងត្រូវរៀនត្រូវនេះហ្នឹងរៀនហើយបើលុយចាយខ្លួនឯងហ្នឹងគឺទៅរកខ្យងរើអីហ្នឹងមកដាច់យប់ដាច់អីទៅគឺការមកបរៀនវិញហ្នឹងផ្លាស់គោផ្លាស់អីហ្នឹងបាទបញ្ចុកបាយយកយាយមកទោះនិយាយថាបញ្ចុកទៅដោយសារតែគាត់ចាស់ណាបងប្អូនគាត់8យាយ8ជាងហើយតា90ហ្នឹងអញ្ចឹងណាបងប្អូនតែគាត់ថាគាត់មិនតិធៀបអីទេគាត់ក៏ល្ងឹតភ្នែកអញ្ចឹងណាបងប្អូនគាត់មិនធ្វើការខ្លួនឯងបានទេបានរត់ហ្នឹងឲ្យជួយជំនួសដៃជំនួសជើងអញ្ចឹងទៅរត់ចេញពីរៀនមកចង្ការមកផ្លាស់គោហើយចង្ការមកដល់ផ្ទះហ្នឹងទៅបាទដាំបាយដាំទឹកលាងចានលាងឆ្នាំងទៅចង្ការដាំពីព្រឹកទុកដល់ថ្ងៃត្រង់ដើម្បីអីទៅជូនជាភាសាអីឲ្យអ្នកចិត្តខាងគេអាណិតអសូរគេតែលើកបាយសឡមួយចានអីចឹងមកដើម្បីឲ្យនរិទ្ធអីចឹងណាបាទគាត់មកទៅគាត់ជំនាញហ្នឹងគាត់ទៅរកខ្យងដើម្បីបានលុយបានកាក់ទៅរៀនទៅអីគេមួយថ្ងៃគាត់ចាយតែ200ទេបងប្អូនគាត់ចាយតែ200ទេគាត់កំណត់គាត់ចាយតែ200ទេថ្ងៃណាគ្រូត្រូវការឲ្យទិញអស់ទិញអីហ្នឹង500ទៅជាការនៅក្នុងសាលាហ្នឹងអ្នកលក់គេអាណិតនេះគឺគេឲ្យនំមួយថងទៅគេអត់យកលុយទេពួកគេដឹងថានរិទ្ធជាមនុស្សដែលឆ្លតបូនហើយទុកធរៈនៅក្នុងភូមិអ្នកណាមានបញ្ហានរិទ្ធទៅជួយអាយុត្រឹមតែ14 15ឆ្នាំទេបងប្អូនគាត់អត់ចេះដែរមើលភ្នែកទេចាំថាជីវធម៌របស់មនុស្សគឺផ្ដើមចេញពីមិនថាអ្វីប៉ុណ្ណាទេបងប្អូនឲ្យតែយើងមានចិត្តចេះជួយចែករំលែកចេះឲ្យតម្លៃអ្នកដទៃចេះជួយទុកធរៈអ្នកដទៃចេះយល់ពីចេះជួយអ្នកដទៃដែលកំមើលនឹងភ្នែកណាដែលយើងអាចធ្វើបានណាកំមើលនឹងភ្នែកគឺការតបស្នងរបស់អ្នកដទៃមកវិញគឺតបប្រសាបាទដូចនរិទ្ធអញ្ចឹងគាត់ទៅរៀនមែនពេលខ្លះក៏អត់លុយគាត់ចង់ញ៉ាំអីប៉ុន្តែអ្នកលក់ហ្នឹងគេដឹងថានរិទ្ធចង់ញ៉ាំអីអញ្ចឹងគេទុកគេហុចនំអីអញ្ចឹងគេអាចយកលុយទិញកន្លែងគេគេឥឡូវក្មួយអញយកទៅហូបទេបាច់ទេថ្ងៃហ្នឹងមីងឲ្យអញ្ចឹងណាបងប្អូនហើយពេលខ្លះហ្នឹងក៏គេឲ្យបញ្ជូនឲ្យយាយអីទៅពេលខ្លះនរិទ្ធហ្នឹងគាត់អត់ហ៊ានភាសាហ៊ានហូបខ្លួនឯងច្រឡំនិយាយភាសាជាស្រ័យហ៊ានហូបខ្លួនឯងទេយកមកជូនយាយទុកឲ្យយាយភាសាអីហ្នឹងបាទបានមួយរយៈប្រហែលជាប្រហែលមួយរយៈយូរកន្លងផុតទៅក៏លោកយាយនឹងបានចែកឋានទៅបាទយាយគាត់រៀងនេះជាងតាគាត់ទីធៀបជាងតាជន់90ឯតែនៅមើងណាមួយរយៈកន្លងមកទៅបានយាយចែកឋានទៅសតតាបាទចែកឋានទៅប៉ុន្តែនៅនិយាយចែកឋានទៅហ្នឹងគឺលុយដែលនរិទ្ធត្រូវសមហ្នឹង
có bàn thì chua bà cha bàn ấy năng hay ở miền lưới tiếng cái nào mà chu tê bàn khang cả ba có hôm mà có khang bà sau bà rò thua cái chui bàn nào mà chui làm bay tới cái tháng của sàn rất chỉ mấy mà nhẹ đàn cho nó bàn phun khung visna ở thì chui bàn cái đàm mà chu bàn đây dân đã sập thưa bon dây dân tới hay mà là thợ thom thế nên muốn lục pi ong mà thời chụp hàng tích tuổi như thế bà khi miền mà một rong thế bà ta mà nữ mình pro bà ta cả to su cả chi em bỏ quạt cứ khang bông bông cứ khang mà có to su chi diêm cứ có to su chi diêm trong ngày tháng chứ cứ đứt mà được cha mà chị em mà nó đứt mà được cha có đứt mấy đợt tới mình cái đó vay uống độc hẻm sáng mà toàn đi càng nghe thơ thế không anh nói ngâm mình vậy tha vay bà ha từ lơ mình sang ở tận chắc đây gọi là pe khla biết chết này viên trang mày mà chừng luôn cứ chồng mày bà anh rất mấy cứ ở đấy có to su bà không thưa luôn ai bà thưa bon dây để cho lui thằng anh xong đang một màn tục dưới chui cắt tinh năm sẽ cơ đang giờ mò bông chủ con ấy chẳng hay bông bộ là phum ở đây khi chui khá tới ban mà rồi cầm cái thi bon được dây từ so tích tôi những ban tinh in pan tinh mỏ chút chul the ball chút chul ấy thay đi đang từ bông bồn bà rất co tay bà chụp lớn đập lưng cô và đá cối cờ và đá cất hàng chả chỉ vật môi đi quật nó không chất chả chỉ vật môi đi bờ sân thì miền bay miền mặt đai miền bốc hai đi kim này là open na thì ở dục của mỗi năm bắt bóng mà đài bốc rụt nơi cho mỗi lục dây lục ta còn phần này có tha ni chỉ cam pia vào quạt đó bóng phồn có tha chỉ cam pia vào quạt chuyện môn của lô quạt pro ra bà bốc mà đài vào kỳ tới của lô vì bà cam chuyện năng mà có thể cha pro thiên này có tha có chút nhà tây đây họ bạc đam bài đã mấy họ bài như tới lầm la ngày sang ngày tết nó xin gì lô có ba đây đấy cô lô ba sẽ cha pra tháng bà sẽ chết đi nhưng chụp vẽ cam kế xong rồi chết cao nhưng xong cam kê cho cho xong ạ là trong so chết là cho mọi mình chụp vẽ bên được chuyện nhé chuyện như cô sang nhưng về thần niên là không có chui kho chẳng tay có thể cha tay cha từ bon của so để con ai rọp ba rồi nó tới ở đai tỏi bốc rồi gì được dây từ nó rồi và thì bànประมาณ khá trong cái đó ta thiệt luôn sư này thiệt luôn sư người rất nâng bà về khăn nó có bàn từ riêng về khăn có đạch ấy sẽ bàn tới đây lực cũ có vô bà lực cũ vô tới có ba bạn đặt bạp lại đang chơi bàn tay ở hiền như thế hiền tập tổ tê bộ thương mạch cái này còn pre bốc hay cái này còn pre mặt đai hay lời thử mơ được ta để thử trừ tiền rồi được ta nó min con tôi là mặt đai là rất là mối tê mình này là chén là một bồn bà rồi cô nó có đăng chẳng thế có mình thấy đây là đã bạp lại ấy tư mà thang ngày khác bởi ai tiền ban tiền chẳng là một bồn bà hay mình dù bằng mán ta sẽ luôn chữ ban dạ pe còn lạc khái có khôi bật tiệt tới pe nên là rất ta gì ở bụng mà đai hai từ riêng bà bàn cầu từ riêng tới toàn pe và lia từ vốn đất chạy chỉ vẫn mấy con xoa mấy là một có tăng về dụng mùi năm nó đập này có xoa này họ đập hàm năm có xoa này người chúng tôi được gì được ta nhé có xoa mới thay còn tại anh to su tại anh còn mình sơi chỉ miền thiệp bạn thực chất má đấy bông họ tha quát tôi chất họ tha từ riêng tới những miền mặt đai miền bốc cái chun tư miền mặt đai miền bốc cái tụi nục bỏng rong cả ai sẽ điệp bẹ những tư mẹ có gỡ miền tây có thể là không prăng rồi còn ai rồi đò riêng thì đập pi nó có ban từ lo mặt ấy chọn sọc cực tới ba có ban từ lo chọn cực tới còn nó rất nắng cất hàng trong tiền to nơi thì trong nông pin bà trong tiền to và tham tiết là mày rồi càng nghe lo trên nông khoảng ba trên nông vô là bạ mà tăng bị tôi mà họ đòi dụng chật vậy buồn đọc một page năm hay có vì làm bạ chờ này chẳng có càng nghe là đây là o trong riêng to thì chẳng là vội cao món tầm nộp một rong của xaแต่lại mình của xa thế mình không ai chẳng prang riêng prang phô ca ấy phong tới có cái ta riêng làm pin to đó mà riêng làm pin dạ về bàn 4 năm có riêng chọc nó có rồi càng nghe bàn phơ và rồi càng nghe bàn phơ rồi càng nghe bàn phơ nó có bàn từ đò tiệt môi bà cho bên thấy cứ là rất nó có bàn mà đò rồi càng nghe là tiệt mùa
អំផាត់ណាបងប្អូនអំផាត់ហ្នឹងគាត់មានរោងម៉ាស៊ីនកិនស្រូវបាទគាត់រៀនមានរោងម៉ាស៊ីនកិនស្រូវមួយនៅក្នុងហ្នឹងហើយក៏មានកម្មករអញ្ចឹងណាហើយនរិតហ្នឹងក៏បានដឹងដំណឹងថាអំផាត់ហ្នឹងរើសកម្មករដើម្បីមកកិនស្រូវកិនអីនៅក្នុងរោងម៉ាស៊ីនហ្នឹងទៅក៏បានដាក់ពាក្យចូលមកសុំធ្វើជួបអំផាត់ហ្នឹងក៏បានអញ្ចឹងទៅហើយចៃដន្យថ្ងៃមួយក៏បានជួបកូនអំផាត់កូនកំមុំស្រីណាបាទកំមុំស្រីហើយឆ្មៅឆ្មៃហ៎បងប្អូនឆ្មៅឆ្មៃហើយផាត់ហ្នឹងមានភាពក្លាហានអត់ចេះខ្លាចទេទោះបីមិនថាកូនតកែមិនថាអីក៏ដោយឆ្មៅឆ្មៃក៏ថាណែខ្ញុំមកធ្វើការមិនដែលឃើញអ្នកនាងសោះអ្នកនាងទៅមកពីណាអ្នកនាងជាណាគេតែថាកូនអំផាត់ហ្នឹងឈ្មោះណារីណាបងប្អូនមួយណារីក៏បានឆ្លើយទៅរិនថាយីអ្នកឯងខ្ញុំត្រូវសួរអ្នកឯងមិនត្រូវអ្នកឯងមកពីណាបានមកដល់ផ្ទះរបស់ខ្ញុំហើយធ្វើក្រអត់កតើមអ្នកឯងជានរណាហើយនោះក៏បានប្រាប់ផាត់ក៏បានប្រាប់ខ្ញុំគឺអ្នកបុគ្គលិកថ្មីធ្វើការនៅទីនេះនៅរោងម៉ាស៊ីននេះទៅចូលបានរយៈពេល1អាទិត្យហ្នឹងទេនៅមិនដែលឃើញអ្នកឯងសោះអ្នកឯងជាកូនរបស់អំផាត់មែនហើយទៅនារីក៏បានឆ្លើយចាខ្ញុំជាកូនបងអំផាត់បាទក៏បាននិយាយប្រាប់គ្នាចេះចោះដំណើរចេះចោះទៅបាទប៉ុន្តែដំបូងឡើយគឺអ្នកទាំងពីរមិនចោះសម្រងគ្នាបងក៏អត់ចោះសម្រងគ្នាទេអូឃើញគ្នាសើស្គ្រឹថ្មិញដាក់គ្នាអត់ចោះសម្រងគ្នាទេហើយទាំងតែការងារល្អការអីផងបងប្អូនចេះស្ងល់ថាមូលហេតុអីបានជានរិនហ្នឹងចប់ហើយទៅធ្វើការនៅរោងម៉ាស៊ីនកិនស្រូវអត់ទេបងប្អូនដោយសារតែដំបងឡើយមិនដឹងថាទៅច្រកណាក៏មិនដឹងថាគាត់ទៅច្រកណាហ្នឹងក៏ឃើញដំណឹងក៏ដាក់ពាក្យចោលទៅប៉ុន្តែការងារដែលបងគាត់ធ្វើគាត់ចង់ធ្វើគ្រូបរិញ្ញាបាទគ្រូបរិញ្ញាទេបាទគ្រូបរិញ្ញាធ្វើខាងតន្ត្រីឆ្កាយផ្សេងនោះទេការងាររដ្ឋទេប៉ុន្តែដោយសារតែតើគាត់ធ្វើខាងហ្នឹងសិនទៅបាទមិនទាន់រកការងារច្បាស់ហើយមិនដឹងថាទៅណាប្រកាសហ្នឹងបងប្អូនបាទហើយក៏និយាយប្រាប់ចឡើងហ្នឹងក៏ដោយមនុស្សដែលធ្លាប់ពិបាកពីតូចមកហូតដល់ប៉ុណ្ណេះការងារមួយចំនួនគាត់ធ្វើបានល្អបាទគាត់យកចិត្តទុកដាក់ធ្វើការងាររហូតដល់អំផាត់ហ្នឹងមើលឃើញពីបាទទាំងអត្តចរិតទាំងកាយវិការទាំងពាក្យសម្ដីទាំងការធ្វើការទាំងភាពហ្មត់ចត់ច្បាស់លាស់បាទក៏ចាប់អារម្មណ៍ក៏សាកសួរបាទនារីហ្នឹងដែលជាកូនរបស់ខ្លួនហ្នឹងក៏សាកសួរមើលកូនផ្លោថ្ងៃហ្នឹងកូនមានគូកំណាញ់ចិត្តហើយឬនៅនារីក៏បានប្រាប់ទៅអំផាត់ថាកូនមិនទាន់មានទេប៉ាកូនមិនទាន់មានទេទៅអំផាត់ក៏ថាឥឡូវបើសិនជាប៉ាឲ្យរើសមនុស្សម្នាក់កូនរើសទេតែងតែហើយនារីក៏បានឆ្លើយថាម្នាក់ណាទៅប៉ាឲ្យកូនរើសម្នាក់ណាទៅកូនមិនដែលស្គាល់គេផងហើយទៅអំផាត់ក៏ថាកូនមិនត្រឹមតែស្គាល់ទេកូនតែងតែនិយាយលេងមួយគ្នារាល់ថ្ងៃទៀតម្នាក់ណាទៅបងរឿនមែនបងរឿនហ្នឹងគឺត្រូវជាអ្នកបម្រើរបស់អំផាត់ហ្នឹងហើយក៏ត្រូវជាក្មួយហើយទៅគាត់ថាបងរឿនមែនហើយទៅអំផាត់គាត់ថាមិនមែនទេអញ្ចឹងមានតែបងរំកូនអំយ៉ាតដែលជាអ្នកស្គាល់គ្នាអញ្ចឹងណាបងប្អូនហើយទៅគាត់ថាមិនមែនទៀតមិនមែនអ្នកហ្នឹងទេគឺផ្សេងពីហ្នឹងទៀតកូនសាក់មើលទៅអ្នកណាដែលកូនតែនិយាយលេងពេលខ្លះក៏ឆ្លោះពេលខ្លះក៏ផ្អែមមែនទេកូនមិនដឹងទេបើប៉ាមិនប្រាប់ផងនោះនរិនណោមិនទៅជាគាត់ប៉ាគិតថានរិនគឺជាក្មេងម្នាក់ដែលមានការតស៊ូព្យាយាមហើយឆាកជីវិតរបស់គាត់ពីដើមឡើយគឺជាក្មេងម្នាក់ដែលតស៊ូណាស់បាទកំព្រាពុំម្ដាយតាំងពីតូចហូតដល់ប៉ុណ្ណេះរៀនចប់មកធ្វើការងារជានៅក្នុងរោងសំកិនត្រូវរបស់យើងរយៈពេលជាង1ឆ្នាំហើយជាងទៅក៏ពុកក៏មើលឃើញពីអក្សរចរិតពីការធ្វើការពីភាពហ្មត់ចត់ពីភាពច្បាស់លាស់របស់គាត់ក៏ពុកគិតថា
បើបានគាត់ធ្វើជាកូនប្រសាមិនដឹងជាល្អប៉ុណ្ណាទេព្រោះគាត់ការងារគាត់គឺមកចត់ច្បាស់លាស់ណាស់ទៅនារីក៏បានថយប្រាប់ពុកថាស្រែកទៅពុកទេពុកធ្វើមិនក៏ធ្វើទៅចិត្តរបស់បងប្អូនឆ្លោះតែមាត់ទេប៉ុន្តែចិត្តមានចិត្តលើគ្នាចាប់ពីថ្ងៃនោះមកនារិនក៏បានបាទខ្លាចជាបាទរោងម្ចាស់តកែរោងម៉ាស៊ីនកិនស្រូវមួយបាទក្តីសម័យរបស់ខ្លួនលែងចង់ទៅហើយដោយសារតែមកបានធ្វើកូនភាសារបស់អ៊ំផាត់ហើយតែទៀតបើមកដល់នេះហើយអញ្ចឹងសាច់រឿងនេះក៏បានបញ្ចប់ត្រឹមហ្នឹងដោយសារតែសរិនហ្នឹងក៏បានមករៀបការជាមួយនឹងនារីហ្នឹងទៅក៏បានខ្លាចជាតកែរោងម៉ាស៊ីនកិនស្រូវក៏បានធូធាតាំងពីហ្នឹងរហូតមានលុយមានកាក់បកាត់អីហ្នឹងទៅរហូតដល់មានកូនមានចៅរហូតរហូតដល់សពថ្ងៃហ្នឹងទៅហើយចឹងដែរសាច់រឿងនេះបានឆ្លុះបញ្ចាំងបងប្អូនការតស៊ូរបស់ក្មេងប្រុសដែលកំពីឪពុកម្ដាយបាទហើយមួយទៀតគឺតឆ្លុះបញ្ចាំងអំពីភាពបាទការយកទឹកចិត្តទុកដាក់ជាមួយអ្នកដទៃការយកចិត្តទុកដាក់ជាមួយមនុស្សជុំវិញខ្លួនការធ្វើអំពើល្អបាទទាំងកប្បកិរិយាគេនឹងលើកតសារពីបងតកោឬក៏ញាតិសន្តានរបស់យើងដែលយើងបាទធ្វើល្អណាបងប្អូនបាទអញ្ចឹងដែរសាច់រឿងនេះបាទបងប្អូនមានមតិយ៉ាងណាដែរនៅក្នុងសាច់រឿងនេះបើសិនជាបងប្អូនមានមតិរបស់ល្អបាទបងទទួលយកចោះបើមិនល្អទេបងប្អូនអាចបាទមិនទទួលយកមិនអាចមិនស្ដាប់អីក៏បានដែរអញ្ចឹងណាបងប្អូនរឿងណាល្អបងប្អូនយកទុកចោះបាទហើយរឿងនេះដែរគឺនិទានបាទលើកយកមកបាទជារឿងនិទានទេមិនមែនជារឿងបែបអីទេបាទរឿងនិទានព្រេងមួយដែលខ្ញុំដកស្រង់ចេញពីបាទគឺសភៅនៅបណ្ណាល័យមួយក្បាលបាទអញ្ចឹងរឿងនេះមានតែប៉ុណ្ណឹងទេបងប្អូនបើសិនបងប្អូនពេញចិត្តបាទចុចជាវក៏ចុច Subscribe ឬក៏ចុចសញ្ញារូបកណ្ដឹងណាបងប្អូនដើម្បីបងប្អូននឹងមានធ្វើវីដេអូថ្មីៗបន្ថែមnữaទទួលបានរឿងថ្មីដែលបងប្អូន admin បានទានណាចាំបើបងប្អូនមេត្តាពេញចិត្តចុច Subscribe ចុច Like ចុចសញ្ញាកណ្ដឹងម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមបាទសូមអរគុណ